ម្ហូបមុខនេះវាមានមុខងារលើសពីម្ហូបដោយសារវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពជាពិសេសគឺស្ត្រីដែលសម្រាលកូនហើយញ៉ាំហើយវាជួយឲ្យមានទឹកដោះហើយជួយឲ្យរាងកាយគាត់នឹងគឺឆាប់រឹងមាំឡើងមកវិញម្ហូបនេះមានឈ្មោះថាមីយកគុកដែលជាម្ហូបរបស់ជនជាតិកូរ៉េហើយដែលយើងហៅថាសារាយស្ងោរមានសារាយនេះក៏ចាប់មិនទាំងងាយស្រួលបងប្អូនគឺនៅពេលដែលយកបានទៅផ្សារអញ្ចឹងមានតែសាច់អីទីងទួចមកគឺយើងអាចរួចបានមួយពេលហើយចំពោះវិធីធ្វើគឺយើងគ្រាន់តែយកសារាយនឹងដាក់ត្រាំទឹកទេបរិមាណដែលខ្ញុំត្រាំនឹងគឺអាចញ៉ាំបានប្រហែលជាអាចមនុស្ស4នាក់ហើយយើងត្រាំវារយៈពេលអាចចាប់ពី5នាទីឡើង10នាទីអីក៏អត់អីដែរចាត្រាំទៅវារីកបែបហ្នឹងឯងតទៅពីរីកហើយយើងយកវាទៅលាងទឹកលាង2 3ទឹកហើយទៅចាពូតទឹកវាឲ្យរៀងស្រស់ទឹកបន្តិចមកហើយយកវាមកកាត់ជាកង់កង់ដូចខ្ញុំបង្ហាញជូនបងប្អូនអញ្ចឹងហើយប្រវែងកង់ហ្នឹងជាទូទៅអាច1សង់ទីម៉ែត្រជាងស្រាយដែលខ្ញុំប្រើថ្ងៃនេះគឺជាប្រភេទ organic ស្រាយបែបធម្មជាតិតែម្ដងហើយប្រភេទនេះមានតែស្លឹកសុទ្ធទេប្រភេទដែលរៀងតម្លៃរៀងខ្ពស់គឺប្រភេទដែលមានតែស្លឹកសុទ្ធបែបហ្នឹងឯងញ៉ាំបន្លែមួយមុខទៀតដែលយើងត្រូវការគឺមានជាមួយនឹងខ្ទឹមបារាំងខ្ញុំហាន់ជាចាប្រទេសស្ដើងហ្នឹងមកទុកម្ដុំហើយចូលដល់វិធីធ្វើខ្ញុំដាក់ជាមួយនឹងប្រេងល្ងហើយបើបងប្អូនចូលចិត្តប្រេងល្ងទេអាចប្រើប្រេងឆាក៏បានដែរហើយស្ងោរសារាយហ្នឹងដែលឆ្ងាញ់គឺស្ងោរជាមួយនឹងសាច់គោឆាពី3ត្រឡប់ហើយខ្ញុំបន្ថែមជាមួយនឹងខ្ទឹមសមានជាមួយនឹងទឹកស៊ីអ៊ីវបន្តិចជាមួយនឹងទឹកត្រីបន្តិចហើយជាមួយនឹងម្រេចបន្តិចស្ករសអំបិលចាគ្រឿងខ្ញុំដាក់តែមុខបន្តិចទេដូចបងប្អូនឃើញអញ្ចឹងគឺម្ហូបនេះគឺយើងអត់ស្លឲ្យមានរសជាតិដិតទេគឺរសជាតិរៀងសាបអញ្ចឹងណាហើយមួយទៀតបន្ទាប់មកហើយគឺយើងដាក់ជាមួយនឹងសារាយនិងបញ្ចូលយើងដាក់ឆាបញ្ចូលគ្នាអញ្ចឹងបងប្អូនហើយចាក់ទឹកបញ្ចូលជួនកាលគេប្រើជាមួយនឹងទឹកអង្ករអាទឹកយើងលាងអង្ករហ្នឹងគឺយកមកដាក់ស្ងោរចាជំនួសទឹកធម្មតាហើយមិញខ្ញុំបន្ថែមជាមួយនឹងម្សៅដែលមានរសជាតិសាច់គោបន្តិចដែរតែគ្រឿងក្រៅប៉ុណ្ណឹងទៅហើយដាក់វាម្ងាស់ចោលម្ងាស់នេះជនជាតិកូរ៉េគេនិយាយថាសម្រាប់ស្ងោរមួយយកនេះគឺម្ងាស់កាន់តែយូរគឺកាន់តែឆ្ងាញ់ប៉ិនសម្រាប់បងប្អូនខ្មែរយើងខ្លះក៏អត់ចូលចិត្តរំងាស់ឲ្យលួយដូចជនជាតិកូរ៉េអាចរំងាស់ត្រឹមតែរយៈពេល10នាទីអីគឺអាចឆ្អិនញ៉ាំបានហើយមិញនេះខ្ញុំបានបន្ថែមជាមួយនឹងខ្ទឹមបារាំងហ្នឹងដាក់វារំងាស់ចូលគ្នាឲ្យឆ្អិនរលួយមួយគ្នាដែរបងប្អូនដោយសារខ្ទឹមបារាំងនេះគឺវាជួយឲ្យទឹកស៊ុបយើងមានរសជាតិផ្អែមឆ្ងាញ់ណាចាដល់អញ្ចឹងស្លនេះប្រើស្ករតិចមែនតើខ្ញុំពេលខ្លះខ្ញុំស្លអត់ទាំងដាក់ស្ករផងហើយជនជាតិកូរ៉េនៅពេលដែលស្លគេតែងតែបង់ជាមួយនឹងដើមខ្ទឹមខ្យល់ប៉ុន្តែបើសិនជាយើងអត់មានខ្ទឹមខ្យល់ទេយើងអាចប្រើស្លឹកខ្ទឹមយើងជំនួសក៏បានដែរម្ហូបកូរ៉េងាយបែបហ្នឹងឯងបងប្អូនមានអាហ្នឹងមកកញ្ចប់នៅផ្ទះពេលណាអត់បានទៅផ្សារមានតែសាច់ជ្រូកសាច់គោសាច់មាន់អីក៏ស្ងោរបានដែរគឺរួចមួយពេលហើយបើបងប្អូនអត់ដឹងថាទិញទៅណាអាចកំងពីខ្ញុំបានអាហ្នឹងខ្ញុំមានលក់ហើយសម្រាប់មុខម្ហូបហ្នឹងជនជាតិកូរ៉េតែងតែញ៉ាំនៅក្នុងថ្ងៃខួបកំណើតអញ្ចឹងបងប្អូនមើលរឿងកូរ៉េតែងតែឃើញហើយថ្ងៃខួបកំណើតគេអាចចោលជាមួយនឹងស្ងោរស៊ុបសារាយសមុទ្រហ្នឹងខួបកំណើតគេញ៉ាំហ្នឹងដើម្បីអរគុណដល់អ្នកម្ដាយដែលពេលសម្រាហើយហ្នឹងខំញ៉ាំជាមួយនឹងមុខម្ហូបហ្នឹងជារយៈពេលយ៉ាងយូរដើម្បីមានទឹកដោះដល់កូនចាហើយវីដេអូខ្ញុំក៏ដល់ទីបញ្ចប់ដែរអរគុណបងប្អូនដែលបានទស្សនាអរគុណសម្រាប់ការជួយ share បន្តឬក៏ repost ចាស់ឬក៏បងប្អូនមានការសំណួរអីអាច comment នៅវីដេអូខាងក្រោមបាន